ឡានកុងតឺន័រដឹកទំនិញកលាប់ក្រោមស្ពាននៅម្ដុំផ្សារពេជ្រនិលត្រែងទៅយ៉ាងខេត្តកំពង់ស្ពឺហើយអ្នកបើកបរ driver តាកុងបិទណែកជារៀងរហូតមិនអាចត្រឡប់ព្រោះតែមួយវិនាទីនៃការធ្វើប្រហែសកលាប់អីតែនៅផ្សារពេជ្រនិលផ្លូវជាតិលេខ4ឡានដឹកសិស្សនៅអាមេរិកបុកចូលសាកលវិទ្យាល័យបណ្ដាលឲ្យក្មេង3នាក់រងរបួសហើយបញ្ជូនទៅមន្ទីរពេទ្យចំណែកតាកុងឡានបើកឡានក្រុងដឹកសិស្សនោះក៏បញ្ជូនទៅមន្ទីរពេទ្យដែរកំពុងតែស៊ើបអង្កេតថាហេតុអីបានជាតាកុងឡាននៅអាមេរិកបើកឡានបុកសាកលវិទ្យាល័យដូច្នេះចំណែកកុងតឺន័រមួយទៀតនៅ North Carolina ប្រវែង14ម៉ែត្រ60បុកនឹងរទេះលឿងរបួសមនុស្ស235នាក់មកទៀតលឿងតែម្ដងហើយក៏ដូចមានអ្នកស្លាប់ដែរចំណែកជើងហោះហើរ2គេហៅថាប៉តូរីហ្គេនប៉តូរីកូទៅ Chicago ឡើងហោងពោះតែម្ដងបរោះម្នាក់នោះមិនដឹងគាត់កើតស្អីគាត់ប្រុងគេហៅថាបើកអាទ្វារសុវត្ថិភាពតែចៃដន្យអីនេះបរោះពាក់អាវខ្មៅម្នាក់នេះទៅកបួតបរោះបៃស្លុយនឹងជាប់មិនឲ្យគាត់បើកអាទ្វារស្អីគេសុវត្ថិភាពបើសិនជាគាត់បើកបានសុវត្ថិភាពហើយមនុស្សប្រហែលជានៅក្នុងយន្តហោះហ្នឹង680នាក់អូយន្តហោះដ៏ធំតែម្ដងមានគ្រោះថ្នាក់គិតយ៉ាងម៉េចតាក់ទងរឿងបញ្ហាមួយនេះបរិះម្នាក់នេះត្រូវបានគេចាប់ទុកថាជាគេហៅថាវីរៈបរិះដែលបានជួយសង្គ្រោះមនុស្ស680នាក់ឡើងស្លន់តែម្ដងនេះគឺជាសកម្មភាពបិសាចដែលបរិះអាយុ52ឆ្នាំនេះគាត់បានសម្លាប់សមាជិកឬក៏អ្នកផ្ទះរបស់គាត់ដល់ទៅ6នាក់ឥឡូវនេះកំពុងតែស៊ើបអង្កេតហេតុអីបានជាគាត់សម្លាប់សាច់ញាតិរបស់គាត់នៅក្នុងក្រុមគ្រួសាររបស់គាត់នៅរដ្ឋឡូវ៉ាដល់ទៅ6នាក់នៅសហរដ្ឋអាមេរិក Win TV សម្រាប់ថ្ងៃទី3ខែ6 2026នេះចប់ប៉ុណ្ណឹងអរគុណច្រើនបងប្អូនក្រោមដំបូងសន្តិភាពទាំងអស់រាជរនៅផ្សារពេជ្រនិលផ្លូវជាតិលេខ4គីឡូ99តកងបាត់បង់ជីវិតហើយប្រពន្ធប្រពោះថាតែដល់អាយុជីវិតទេកុងកណឺហើយកុងកណឺតួឡានហើយតួឡានតែកាប៊ីនឡានមកខ្ទេចទេ